បាទជម្រាបសួរប្រិយមិត្តនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកអំពីរបៀបយើងចូលទៅជំរះឬក៏សម្អាតសម្រាមដែលនៅក្នុងកម្មវិធី Telegram ឲ្យបានស្អាតយើងនឹងអាច Facebook របស់យើងអាចដើរលឿនហើយកន្លងមកបងប្អូនតែងតែប្រើប្រាស់ដែលយើងមិនដែលបានទៅចូលទៅសម្អាតក្នុងកម្មវិធី Telegram វាអាចធ្វើឲ្យកកស្ទះនៅចំណុចដែលយើងប្រើប្រាស់ទៅលើ chat Telegram អាចនឹងតាក់មិនអាចរលូនទៅតាមអ្វីដែលបងប្អូនចង់បានអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកអំពីរបៀបយើងចូលទៅសម្អាតសម្រាមដែលនៅក្នុងកម្មវិធី Telegram ដែលកកស្ទះកន្លងមកណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលបងប្អូនចូលទៅធ្វើទាំងអស់គ្នាបាទជាដំបូងយើងចូលទៅក្នុងកម្មវិធី Telegram មកបាទបាទបន្ទាប់មកបងប្អូនចុចទៅ tray 3បងណាកាលមុន tray 3នៅខាងស្ដាំឥឡូវវាលោតមកខាងឆ្វេងអញ្ចឹងយើងចុចលើ tray 3មកបាទតមកយើងចុចកន្លែង setting បាទរួចហើយយើងត្រូវទៅលើមកណាត្រូវទៅលើមកយើងចុចកន្លែងនេះមកណាកន្លែងគេហៅថាdelete setting មកណាមានសញ្ញានាឡិកាណាបងប្អូនចំណាំមើលผมចេះយើងអត់ចេះភាសាអង់គ្លេសយើងមើលចំណាំទៅលើសញ្ញានាឡិកាចុចលើនាឡិកាមកតមកបងប្អូនមើលខាងលើបងណាលើមកចុចខាងលើមកនេះយើងកកស្ទះសម្រាមបងណាលេខខាងលើមកចុចតមកចុចកន្លែង gray Q នេះមកណាកន្លែងសញ្ញាអក្សរ Q ទៅមកបាទរួចហើយចុចកន្លែងអក្សរក្រហមបាទអញ្ចឹងវានឹងជំរះសម្រាមដែលកកស្ទះនៅក្នុងកម្មវិធី Telegram របស់យើងបាទរួចហើយយើងចុចកន្លែងខាងក្រោមទៀតបងណាជំរះខាងក្រោមមួយទៀតចុចលើមករួចទៅលើចុចកន្លែងអក្សរក្រហមខាងក្រោមណាបាទអញ្ចឹងមករួចហើយចុចកន្លែងនេះបាទអញ្ចឹងមកណាបាទបងប្អូនអាសាធ្វើសម្អាតអញ្ចឹងមកវាTelegram របស់យើងនឹងដើរលឿនជាងមុនមកណាបាទហើយខ្ញុំសូមធានាថាវាអត់បាត់បង់នៅឯកសារផ្សេងៗទេបងណាបាទមិនបាច់ភ័យទេបាទអញ្ចឹងយើងថយមកអស់ណាអរគុណច្រើនបងប្អូនវីដេអូមានតែប៉ុណ្ណឹងបងណាអរគុណច្រើនសម្រាប់ការតាមដានពីដើមរហូតដល់ចប់